ក្មេងស្រីទីងបន្តិចហើយបរោះ5ដួលការណាត់ជួបបរោះ5បរាជ័យម្ដងទៀតល្អបំផុតរបស់នាងមិត្តភក្តិដៃហើយស្នើឲ្យយក100ច្រើនជាងនេះប៉ុន្តែក្មេងស្រីនោះក្រវីមរៀមដៃរបស់នាងជាអកុសលនាងដកដង្ហើមធំគ្មាននរណាម្នាក់ក្នុងជីវិតនេះទេអាចរៀបការជាមួយនាងបានប៉ុន្តែបន្ទាប់មកនាងឪពុកលេចមុខមកភ្លាមហើយគាត់ក្មេងស្រីនោះបានស្នើសុំរៀបការក៏មាននរណាម្នាក់ហ៊ានធ្វើរៀបការជាមួយនាងប៉ុន្តែការពិតត្រូវបានវាយប្រហារយ៉ាងលឿនកូនកំឡោះចង់បានតែទ្រព្យសម្បត្តិគ្រួសាររបស់នាងប៉ុណ្ណោះក្មេងស្រីផ្ទុះភ្លាមនាងស្បោះនាងនឹងបំផ្លាញពូជពងរបស់គាត់ទាំងស្រុងប៉ុន្តែបន្ទាប់មកម្ដាយរបស់នាងបានចូលមកវាយប្រហារនាងទាមទារឲ្យដឹងថាពួកគេកំពុងមានគម្រោងទៅអ្នកណាបំផ្លាញឥឡូវនេះឪពុកនិងកូនស្រីញ៉ជាមួយគ្នាប៉ុន្តែម៉ាក់ស្រាប់តែផ្លាស់ប្ដូរសម្លេងនាងនិយាយថាការបំផ្លាញពួកគេគឺគ្មានប្រយោជន៍ទេរៀបការជាមួយគាត់ទៅឲ្យគាត់ទៅក្មេងហើយបន្ទាប់មកបញ្ចប់គាត់បន្ទាប់មកកុមារទទួលមរតកអ្វីគ្រប់យ៉ាងស្របច្បាប់ក្មេងស្រីនោះព្រិចភ្នែកផែនការនេះធ្វើឲ្យល្អឥតខ្ចោះអារម្មណ៍នាងសម្រេចចិត្តភ្លាមថានាងនឹងរៀបការហើយក្លាយជាសមាជិកគ្រួសារថ្មីម្ដាយចុងទន្ទឹមនឹងនេះគូដណ្ដឹងកំពុងសម្រាកនៅលេងព្យ៉ាណូនៅផ្ទះរហូតដល់ជំនួយការរបស់គាត់ប្រញាប់ប្រញាល់ចូលមកជាមួយឯកសារគាត់រីកាពីការពិតដ៏គួរឲ្យភ័យខ្លាចក្មេងស្រីនេះគឺជារបស់ទីក្រុងជនផ្ដាច់ការដ៏ល្បីល្បាញគាត់បោះចោលគំនោមួយផុសតាំងនៅលើតុមនុស្សគ្រប់គ្នាមកពីអាយុពី3ដល់80ឆ្នាំត្រូវបាននាងធ្វើបាបនាយកប្រតិបត្តិមានអារម្មណ៍តក់ស្លុតជាខ្លាំងគាត់សួរថាអ្នកណាក៏ធ្លាប់តបត់វិញដែលជំនួយការក៏យ៉ាងឆ្កងមនុស្សចុងក្រោយដែលហ៊ានបានស្នាក់នៅលើគ្រែរយៈពេលកន្លះឆ្នាំប៉ុន្តែនាយកប្រតិបត្តិត្រូវតែគោរពតាមគ្រួសាររបស់គាត់មិនអាចទេលុបចោលការភ្ជាប់ពាក្យដូច្នេះគាត់មានផែនការមួយធ្វើឲ្យក្មេងស្រីនោះបោះបង់ចោលគាត់មុនគេគាត់អញ្ជើញនាងឲ្យជួបក្មេងស្រីនោះមកដល់ដោយរលូនជាមួយមិត្តរបស់នាងនាយកប្រតិបត្តិខំពេញប៉ោះមួយខំធំរួចស្ដោះវាចេញយ៉ាងខ្លាំងគាត់ធ្វើពុតជាឈឺទន់ខ្សោយសង្ឃឹមថានាងនឹងស្អប់សុខភាពមិនល្អនេះហើយបំបែកការភ្ជាប់ពាក្យមិត្តរបស់នាងភ័យស្លន់ស្លោភ្លាមនាងប្រមានក្មេងស្រីដែលនាងអាចក្លាយជាស្ត្រីមេម៉ាយប៉ុន្តែក្មេងស្រីនោះភ្លឺស្វាងរំភើបចិត្តនាងនិយាយបានល្អបំផុតពរជ័យនៅលើផែនដីគឺការក្លាយជាអ្នកមាននឹងបាត់បង់ស្វាមីរបស់អ្នកនាយកប្រតិបត្តិសម្លឹងមើលនាងភ្ញាក់ផ្អើលទាំងស្រុងដើម្បីបំភ័យនាងកាន់តែខ្លាំងទៅទៀតគាត់ចាប់ផ្ដើមក្អកខ្លាំងឡើងនាងមិត្តភ័ក្តិអង្គរំដងទៀតចុះបើគាត់ស្លាប់វិញមុនពេលពួកគេមានកូនក្មេងស្រីនោះស្ងាត់ឈឹងសេតទទួលស្គាល់ថានោះជាតាមពិតទៅវាជាបញ្ហាពិតប្រាកដមួយប៉ុន្តែបន្ទាប់មកនាងភ្នែកភ្លឺឡើងវិញនាងសម្រេចចិត្តធ្វើកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅយប់នេះនៅលើជួបគ្នាលើកដំបូងនាងនឹងមានផ្ទៃពោះនាយកប្រតិបត្តិភ័យស្លន់ស្លោពេលនាងដើរចូលមកជិតគាត់ផ្ដល់សញ្ញាអង្គរៈរបស់គាត់បានឲ្យនាងទៅយកប៉ុន្តែក្មេងស្រីលើកអង្គរៈនៅក្បែរនោះអាវនាងក្រហមថាគុំពន្យាពេលកូនរបស់នាងធ្វើបេសកកម្មបន្ទាប់មកនាងបោះអង្គរៈនៅទូទាំងបន្ទប់នាយកប្រតិបត្តិញ័រដូចស្លឹកឈើនាងលោតទៅរកគាត់ភ្លាមនាយកប្រតិបត្តិចំពុកដួលត្រឡប់មកវិញភ័យរន្ធត់ប៉ុន្តែក្មេងស្រីនោះគិតថាគាត់កំពុងលេងពិបាកនឹងទទួលណាស់គាត់ព្យាយាមរត់គេចប៉ុន្តែនាងរារាំងគាត់ដោយជំហានមួយនាងចាប់គាត់ក្បាលហើយជ្រួញបបោមាត់នាយកប្រតិបត្តិស្រែកឡើងសម្រាប់ជំនួយប៉ុន្តែឆ្មាំបានទៅហើយបានដោះស្រាយក្មេងស្រីនោះបានចាប់គាត់នៅលើតូននាងស្រែកនាងរំភើបចិត្តពេលគាត់ស្រែកបន្ទាប់មកនាងថើបគាត់យ៉ាងសាហាវកាត់ទៅឈុតបន្ទាប់មុខរបស់គាត់គឺគ្រប់ដណ្ដប់ដោយស្នាមថើបគាត់ក្រហមថានាងជាមនុស្សឆ្កួតទាំងស្រុងជំនួយការស្រាប់តែទទួលបានគំនិតមួយគាត់បានស្នើរៀបការជាមួយនាងមុនគេហើយដោះស្រាយជាមួយនាងបន្ទាប់មកសៀវភ្លឺស្វាងភ្លាមបើនាងរៀបការនាងត្រូវតែគោរពតាមគាត់ជំនួយការញ័រខ្លួនពេលគិតដូច្នេះនៅថ្ងៃបន្ទាប់នាយកប្រតិបត្តិស្លៀកពាក់ហើយមកដល់ដើម្បីទទួលនាងម្ដាយរបស់ក្មេងស្រីនោះស្រែកដោយស្ទាក់ស្ទើរប៉ុន្តែក្មេងស្រីលួងលោមនាងដោយមោទនភាពពេលនាងកាន់កាប់ទ្រព្យសម្បត្តិគ្រួសារទាំងមូលរបស់គាត់នាងឪពុកម្ដាយនឹងរស់នៅដូចសមាជិករាជវង្សនាយកប្រតិបត្តិស្ដាប់ដោយភាពស្ងៀមស្ងាត់មួយជំនួយការរអ៊ូតមជាទូទៅនាយកប្រតិបត្តិមិនមានទេបន្ទាប់មកនាយកប្រតិបត្តិនាំនាងទៅដៃដូចជាភ្នាក់ងារប៉ុន្តែនាងស្នាមញឹមដ៏ពេញចិត្តបង្កឲ្យមានរបួសផ្លូវចិត្តនេះគាត់ច្របាច់ដៃនាងដោយកំហឹងប៉ុន្តែនាងជូនដំណឹងភ្លាមគាត់ច្របាច់ត្រឡប់មកវិញសម្បីតែពិបាកជាងនាយកប្រតិបត្តិស្ទើរតែងឹតឈឹងគាត់សម្រាកដោយការឈឺចាប់ហើយរត់ទៅរថយន្តអាពាហ៍ពិពាហ៍ប៉ុន្តែក្មេងស្រីនោះមិនខ្វល់ទេទាំងអស់នាងចាប់មិត្តល្អបំផុតរបស់នាងហើយលោតចូលទៅក្នុងឡានដោយរីករាយពេលនាងមកដល់វាមានកូនកំឡោះមានតែអ្នកបម្រើទេដែលមកដល់ចេញមកស្វាគមន៍នាងហើយបត់លើព្យាយាមបំផិតបំភ័យនាងគាត់ប្រកាសយ៉ាងតឹងរ៉ឹងច្បាប់មិនអនុញ្ញាតឲ្យសត្វឆ្កែចូលក្នុងវិឡានេះទេក្មេងស្រីមើលជុំវិញដោយចិត្តណានាងធ្វើសកម្មភាពច្របូកច្របល់ហើយស្វែងរកឆ្កែបុតលើចង្អុលទៅកូនឆ្កែដោយឆ្កងនៅក្នុងដៃរបស់នាងក្មេងស្រីស្រាប់តែញឹមនាងចាប់ផ្ដើមលាងខួរក្បាលដោយមិនប្រឹងប្រែងច្បាប់គឺសម្រាប់ពួកគេដែលនៅសល់ប៉ុន្តែដូចជាស្ត្រីមេផ្ទះនាពេលអនាគតច្បាប់របស់នាងគឺច្បាប់តែមួយគត់បន្ទាប់មកនាងបែរមកវិញហើយដើរចេញទៅបិទលើកក់នៅលើកន្លែងប្រព័ន្ធទាំងមូលរបស់គាត់គាំងភ្លាមនោះទន្ទឹមនឹងនេះកូនកំឡោះរត់ទៅរកស្ត្រីមានល្បិចកនាងឃើញពូហើមរបស់គាត់ដៃក្រញាំមាន់ផ្ទុះឡើងដោយកំហឹងនាងចង់ប្រឈមមុខនឹងក្មេងស្រីនោះភ្លាមប៉ុន្តែជំនួយការបានបញ្ឈប់នាងគាត់ក្អកដោយឆ្កងហើយទទួលស្គាល់ថាសៀវប្រហែលជាមានច្របាច់មុនគេមុខរបស់សៀវដួលរលំដោយភាពខ្មាស់អៀនគាត់បានបដូរប្រធានបទភ្លាមគាត់បញ្ជាជំនួយការឲ្យហៅក្មេងស្រីនោះគាត់មិនព្រមទេត្រឡប់មកផ្ទះវិញយប់នេះគាត់ចង់បានទាំងមូលទីក្រុងដើម្បីសើចចំអកឲ្យនាងគ្រាន់តែជំនួយការលើកទូរស័ព្ទរបស់គាត់ឡើងភ្លាមប៊ូតលើហៅមុននាយកប្រតិបត្តិញឹមដោយទំនុកចិត្តគាត់គិតថាក្មេងស្រីនោះអង្វរគាត់ឲ្យត្រឡប់មកផ្ទះវិញប៉ុន្តែបន្ទាប់មកសាមញឹមរបស់គាត់ភ្លាមនៅនឹងកន្លែងពលរីកាពីការពិតក្មេងស្រីនោះមានបានប្រមូលផ្ដុំអ្នកបម្រើទាំងអស់នៅក្នុងផ្ទះនិងនាងកំពុងធ្វើជាម្ចាស់ផ្ទះពិធីជប់លៀងនៅផ្ទះពេញលេញដើម្បីឈ្នះភាពស្មោះត្រង់របស់ពួកគេនាងប្រកាសថាប្រាក់ខែរបស់មនុស្សគ្រប់គ្នាឥឡូវនេះបានកើនឡើង4ដងអ្នកមើលថៃក្មេងបដូរវេនភ្លាមនាងអះអាងថានាងបានចិញ្ចឹមនាយ
យកប្រតិបត្តិតាំងពីកំណើតនាងដឹងគ្រប់ព័ត៌មានលម្អិតនៃទម្លាប់ទាំងនេះនាងថែមទាំងលាតត្រដាងអាចកំបាំងកុមារភាពរបស់គាត់ស្រឡាញ់ការប៉ាក់ដូចជាតូចឆ្ងាញ់ក្មេងស្រីនោះស៊ីពាក្យចាំអារ៉ាមទាំងរស់បន្ទាប់មកគ្រូពេទ្យឯកជននិយាយឡើងគាត់ប្រកាសថាគ្មាននរណាម្នាក់ដឹងពីសមត្ថភាពរបស់នាយកប្រតិបត្តិនោះទេល្អជាងគាត់ទៅទៀតចំណាប់អារម្មណ៍របស់ក្មេងស្រីបាញ់ចូលតាមដំបូលដូចជាវិជ្ជបណ្ឌិតចង់បង្ហាញបន្ថែមនាយកប្រតិបត្តិតាចូលអ្នកបម្រើភ័យស្លន់ស្លោហើយខ្ចាត់ខ្ចាយភ្លាមក្មេងស្រីនោះបានឃើញនាយកប្រតិបត្តិហើយរំភើបម្ដងទៀតនាងដកខ្លួនចេញដបស្រា Super Tonic ដែលនាងបានរៀបចំមុននេះនាយកប្រតិបត្តិមើលទៅហាក់ដូចជាមានការងឿងឆ្ងល់ដូច្នេះក្មេងស្រីរុញគាត់ចុះហើយស្រែកយកនេះទៅហើយអ្នកអាចបង្កើតកូនជាមួយខ្ញុំបានត្រឹមត្រូវឥឡូវនេះនៅពេលនោះគម្រោងការស្ត្រីម្នាក់លេចឡើងនៅមាត់ទ្វារហើយដូចជានោះត្រីកោណស្នេហាដ៏ច្របូកច្របល់មួយទៀតសូមរភូមិចាប់ដើម